ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍កម្មការ Channel របស់ខ្ញុំមីងហួងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញអំពីមុខម្ហូបខ្មែរទៀតហើយពុកម៉ែបងប្អូនដឹងស្រាប់ហើយប្រហុកគឺជាអាហារប្រពៃណីខ្មែរក៏ដូចជាអាហារដែលបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្មែរហើយដៃដែលខ្ញុំកំពុងតែកាន់ហ្នឹងគឺស្លឹកក្រូចសើចខ្ញុំយកប្រហែលជា4-5 ស្លឹកយកមកហាន់ហាន់រៀងល្អិតៗតូចៗបែបនេះដើម្បីឲ្យឆាប់ចូលជាតិល្អមុខម្ហូបនេះគឺខ្ញុំចេះមកពីបងប្រុសម្នាក់ដែលគាត់នៅខេត្តកំពង់ចាមហើយខ្ញុំក៏ជាអ្នកខេត្តកំពង់ចាមដែរចាតែបច្ចុប្បន្នខេត្តរបស់ខ្ញុំគឺប្ដូរមកខេត្តត្បូងឃ្មុំហើយអាហារហ្នឹងនិយាយទៅមានតែស្រុកគាត់ដែលពេញនិយមណាខ្ញុំជឿថាមានពុកម៉ែបងប្អូនភាគតិចដែលគាត់តែងតែដឹងពីការធ្វើម្ហូបរបៀបនេះគ្រឿងផ្សំទី2គឺជាមើមរំដេងនេះចិតសម្បកឲ្យស្អាតបន្ទាប់មកបានហាន់គ្រឿងផ្សំទី3គឺជាត្រីទក់នេះ1គីឡូតែ10000អីឯងបងប្អូនត្រីហ្នឹង9ខាំធ្ងន់ដែរណាជិត1គីឡូហើយត្រីនេះខ្ញុំហាន់ប្រហែលជាលើពាក់កណ្ដាលបន្តិចខ្ញុំយកខាងកតុយយកមកធ្វើជាប្រហុកចាយកមកចិញ្ច្រាំម្ហូបមុខនេះយូរខ្ញុំធ្វើម្ដងហើយពុកម៉ែបងប្អូនខ្ញុំខានធ្វើប្រហែលជា3ឆ្នាំជាងអីដោយសារតែម្ហូបនេះចំណាយពេលយូរក្នុងការផែសាច់ត្រីបើខ្ញុំវិញខ្ញុំមិនសូវជំនាញទេខាងកាន់កបិតឲ្យផែសាច់ត្រីលើយចេញមកហ្នឹងណាពុកម៉ែបងប្អូនមើលឃើញខ្ញុំរៀងឆ្កងអត់បើតែអីផ្សេងខ្ញុំអត់សូវឆ្កងទេតែរឿងផែមួយដោយសារខ្ញុំអត់សូវបានផែញឹកញាប់មិនមែនជាអ្នកលក់ត្រីងៀតទេណាបើលក់ត្រីងៀតអាចថាស្ទាត់ក្រោយពីលើយជាសាច់ត្រីរួចរាល់អស់ហើយខ្ញុំក៏ហាន់ជាដុំតូចចិញ្ច្រាំជាទម្លាប់របស់ខ្ញុំឲ្យតែខ្ញុំយកត្រីធ្វើម្ហូបខ្ញុំតែងតែយកត្រីហ្នឹងទៅលាងជាមួយនឹងអំបិលដាក់អំបិលប្រហែលជា1 លាភីអញ្ចឹងណាបងប្អូនដើម្បីឲ្យច្រាស់ចំអាបក៏ដូចជារំអិលបើអញ្ចឹងទេដូចខ្ញុំញ៉ាំអត់សូវស្និទ្ធមួយទៀតធំរៀងព្រមអីអញ្ចឹងណាចំពោះត្រីខ្លះហើយនេះគឺជាប្រហុកសាច់ចិញ្ច្រាំប្រហុកសាច់ឲ្យបានម៉ត់ល្អបន្ទាប់មកខ្ញុំក៏បានយកសាច់ត្រីហ្នឹងទៅដាក់ជាមួយនឹងប៊ីចេងស្ករហើយនឹងស្លឹកក្រូចសើចរំដេងអំពិលទុំនេះពុកម៉ែបងប្អូនចូលចិត្តរសជាតិរៀងជូរក៏ដាក់រៀងច្រើនទៅតែបើសិនជាអត់សូវចូលចិត្តជូរទេដាក់ល្មមអញ្ចឹងណាពុកម៉ែបងប្អូនហើយគ្រាន់តែដាក់ពីលើទេពេលដែលយកទៅចំហុយទៅនឹងចេញជាតិមកឲ្យពុកម៉ែបងប្អូនត្រូវច្បល់ឲ្យចូលជាតិល្អទើបខ្ញុំដាក់រោយរំដេងពីលើនិងអំពិលទុំដោយរបៀបយើងដេកអញ្ចឹងណាបងប្អូនតែពេលញ៉ាំទៅក្លិនឈ្ងុយរំដេងអំពិលទុំនោះក៏ចេញជាតិមកដែរលក្ខណៈពិសេសរបស់ម្ហូបខ្មែរគឺនៅត្រង់រសជាតិគ្រឿងផ្សំនិងការតុបតែងដែលមានលក្ខណៈជាខ្មែរនឹងឯងបងប្អូនហើយដើម្បីរួមចំណែកអភិរក្សមរតកមុខម្ហូបកម្ពុជាឲ្យគង់វង្សគុនខ្មែរចំនួនក្រោយត្រូវប្រកាន់ខ្ជាប់គោលជំហរស្មារតីជាតិនិយមដូចខ្ញុំជាដើមខ្ញុំអត់សូវចូលចិត្តប្រើស្ករសទេខ្ញុំចូលចិត្តប្រើស្ករត្នោតព្រោះស្ករត្នោតយើងដឹងស្រាប់ហើយគឺធ្វើពីទឹកត្នោតវីដេអូរបស់ខ្ញុំគឺដល់ទីបញ្ចប់ដែរហើយពុកម៉ែបងប្អូនសូមអរគុណដែលបានទស្សនាជម្រាបលាបាយបាយ